របៀបធ្វើផាត់សាច់គោឲ្យស្វិតឆ្ងាញ់ដូចផាត់ដែលយើងទិញគេអញ្ចឹងចាអញ្ចឹងដើម្បីចង់ដឹងអំពីរបៀបធ្វើនិងគ្រឿងផ្សំយើងមានអ្វីខ្លះយើងចូលរួមទស្សនាវីដេអូទាំងអស់គ្នាចាជាដំបូងឡើយសម្រាប់គ្រឿងផ្សំខ្ញុំមានសាច់គោសាច់សុទ្ធរបស់យើងនឹងចំនួនកន្លះគីឡូដោយយើងហាន់សាច់គោរបស់យើងនឹងជាបន្ទះស្ដើងបែបហ្នឹងមកជាបន្តមកទៀតខ្ញុំដាក់ទឹកកកបន្តិចខ្ញុំលាយជាមួយនឹងទឹកចំនួន100មីលីលីត្រទុកលាយនៅពេលដែលយើងដាក់កិនសាច់របស់យើងចាឥឡូវយើងចាប់ផ្ដើមកិនសាច់គោរបស់យើងដោយជាដំបូងឡើយគឺយើងដាក់សាច់គោចូលហើយបន្ទាប់មកយើងចាប់ផ្ដើមបន្ថែមគ្រឿងផ្សំដោយខ្ញុំដាក់ម្សៅស៊ុបចំនួន1ស្លាបព្រាបាយកន្លះស្ករអំពៅចំនួនកន្លះស្លាបព្រាបាយម្សៅ baking powder ហ្នឹងចំនួន1ស្លាបព្រាកាហ្វេខ្ទឹមសចំនួន3កំពឹសហើយសម្រាប់បសាច់គោនេះដែរបើសិនបងប្អូនអត់ដាក់ខ្ទឹមសក៏បានដែរទៅតាមចំណង់ចំណូលចិត្តហើយបន្ទាប់មកខ្ញុំបន្ថែមម្សៅពោតចំនួន1ស្លាបព្រាបាយកន្លះហើយបន្ទាប់មកខ្ញុំបន្ថែមទឹកត្រីចំនួន2ស្លាបព្រាបាយប្រេងអូលីវឬក៏បងប្អូនអាចប្រើប្រេងឆាចំនួន1ស្លាបព្រាបាយហើយជាចុងក្រោយយើងចាក់ទឹកកកដែលយើងបានលាយអំបិញមិញចូលហើយបន្ទាប់មកយើងក៏លុកវាឲ្យជាប់បែបហ្នឹងប្រហែលជា7ទៅ8នាទីឥឡូវឃើញថាសាច់របស់យើងបានម៉ត់ល្អហើយអញ្ចឹងខ្ញុំយកសាច់របស់យើងហ្នឹងទៅដាក់នៅក្នុងថង់ដែលយើងអាចបិទមាត់វាចិត្តបែបនេះបងប្អូនយើងដួសសាច់គោរបស់យើងដាក់ក្នុងថង់នឹងហើយយើងសង្កត់វាឲ្យរាងសំប៉ែតមកហើយបន្ទាប់មកយើងយកសាច់គោរបស់យើងនឹងយកទៅរក្សានៅក្នុងទូកករយៈពេល2ម៉ោងទើបយើងយកវាមកកិនម្ដងទៀតចាឥឡូវបន្ទាប់ពីយើងយកសាច់គោរបស់យើងទៅរក្សាក្នុងទូកករយៈពេល2ម៉ោងហើយអញ្ចឹងយើងចាប់ផ្ដើមយកសាច់គោរបស់យើងនឹងមកកិនម្ដងទៀតហើយសាច់គោនេះដែរនៅពេលដែលយើងដាក់វាកកទៅវាពិបាកនឹងដាក់ចូលកិនម្ដងទាំងអស់អញ្ចឹងគឺខ្ញុំបែងចែកវាជា2ដងហើយយើងដាក់សាច់គោរបស់យើងនឹងកិនដែលយើងប្រើរយៈពេលពី7ទៅ8នាទីបន្ថែមទៀតហើយនៅពេលដែលយើងកិនរួចហើយគឺយើងដាក់សាច់គោដែលនៅសល់ពាក់កណ្ដាលហ្នឹងយើងកិនឲ្យវាអស់មកហើយសម្រាប់សាច់គោនេះដែរគឺយើងដាក់កិនរហូតដល់សាច់គោរបស់យើងឡើងល្បាយស្អិតជាប់គ្នាបែបនេះគឺរួចរាល់ហើយចាឥឡូវយើងបានកិនសាច់គោរបស់យើងម៉ត់ល្អហើយអញ្ចឹងជាបន្តមកទៀតយើងរៀបចំដាក់ស្ងោរបាត់សាច់គោរបស់យើងដូចជាដំបូងឡើយគឺយើងរៀបចំទឹកកកទុកសម្រាប់យើងត្រាំបិទរបស់យើងនៅពេលដែលយើងស្ងោររួចហើយការធ្វើបែបនេះគឺធ្វើឲ្យបិទរបស់យើងនឹងរឹតតែស្វិតឆ្ងាញ់ហើយសម្រាប់ទឹកកកនេះដែរគឺខ្ញុំដាក់ទឹកចំនួន4កែវហើយយើងដាក់ទឹកកកឲ្យរាងច្រើនបន្តិចមកហើយជាបន្តមកទៀតយើងចាប់ផ្ដើមច្របាច់បិទរបស់យើងដាក់ស្ងោរហើយសម្រាប់ការច្របាច់បាតនេះដែរបើសិនបងប្អូនមានស្រោមដៃបងប្អូនអាចប្រើស្រោមដៃក៏បានតែថ្ងៃនេះគឺខ្ញុំច្របាច់ជាមួយនឹងដៃផ្ទាល់គឺវាបានស្អាតជាងយើងពាក់ស្រោមដៃដោយជាដំបូងហើយយើងរៀបប្រេងឆានៅដៃធ្វើបែបនេះគឺកុំឲ្យសាច់ប្រហិតស្អិតជាប់ដៃរបស់យើងហើយយើងចាប់ផ្ដើមច្របាច់ប្រហិតរបស់យើងជារាងមូលបែបនេះហើយសម្រាប់ទំហំប្រហិតនេះដែរបងប្អូនអាចធ្វើតូចឬធំទៅតាមចំណង់ចំណូលចិត្តរបស់បងប្អូនដោយជាដំបូងឡើយហ្នឹងគឺយើងដាក់ទឹករបស់យើងដាំឲ្យពុះនៅពេលទឹកយើងពុះហើយគឺយើងបើកភ្លើងតិចចាញ់នៅពេលដែលប្រហិតរបស់យើងចាប់ផ្ដើមអណ្ដែតឡើងហើយគឺយើងស្ងោរវារយៈពេល8នាទីបន្ថែមទៀតចាស់នៅពេលដែលប្រហិតរបស់យើងបានឆ្អិនហើយយើងស្រង់ប្រហិតយើងដាក់ត្រាំនៅក្នុងទឹកកករបស់យើងរយៈពេល10នាទីបន្ថែមទៀតជាការស្រេច